លោកហ៊ុនសែនដែលចោះទៅជួបមន្ត្រីនៅមូលដ្ឋាននេះគឺជាលើកដំបូងហើយនៅក្នុងពេលដ៏កម្រតាំងពីលោកហ៊ុនម៉ាណែតឡើងកាន់ការជានាយករដ្ឋមន្ត្រីយើងឃើញថាដំណើរទស្សនកិច្ចរបស់លោកហ៊ុនសែនចុះទៅជួបប្រជាពលរដ្ឋឬក៏មន្ត្រីរាជការអីហ្នឹងគឺមានតិចតួចណាស់លើកឡើងតែលើកមួយនៅពេលដែលគាត់ចុះទៅព្រះវិហារទៅជួបកងទ័ពដើម្បីគាត់និយាយសារប្រហែលជា 3-4 ម៉ោងតាំងពីហ្នឹងមកថៃបីខ្មែរយ៉ាងទ្រាំខ្លួននៅពេលដែលលោកស្រែកក្រោកបញ្ជាក់អំពីភាពខ្លាំងរបស់ខ្មែរហើយបរិហារលោកក្រុមគ្រួសារតកូលថាក់ស៊ីនពាក់ព័ន្ធដល់អនុទិនច័ន្ទវរៈគុលនិយាយទៅគឺមកពេល 3-4 ម៉ោងហ្នឹងគឺគាត់ថ្លែងសារដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសជាតិនេះយ៉ាងច្រើនបើទោះបីជាពេលវេលាហ្នឹងគាត់ធ្វើដើម្បីលើកទឹកចិត្តកងទ័ពកម្ពុជាអំពីភាពអស្ចារ្យរបស់ខ្មែរអីក៏ដោយប៉ុន្តែជាសារនយោបាយដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងល្អនៃប្រទេសទាំងពីរដែរហើយជាលទ្ធផលសាររបស់គាត់មិនបានធ្វើឲ្យថៃខ្លាចខ្មែរទេផ្ទុយទៅវិញធ្វើឲ្យថៃកាន់តែបីខ្មែរទ្រាំខ្លួនទៀតអានេះដែលជារឿងមួយដែលខ្ញុំចេះតែផ្ដាំថាបើលោកហ៊ុនសែនកុំនិយាយអីសោះគឺថាស្ងៀមមិនជាជាងសដីតាពីជ័យខ្ចីជាជាងទនេមាត់ខ្មែរយើងហាក់បីដូចជាបានសុខច្រើនជាងទាំងក្នុងជាតិទាំងអន្តរជាតិអីចឹងណាប៉ុន្តែអ្នកនយោបាយយើងទៅបិទមាត់គាត់មិនបើគាត់បិទមាត់អ្នកដែលហ៊ាននិយាយបានគ្រប់គ្នាទៅហេតុតែយើងទៅបិទមាត់គាត់ដែរវាទៅជាវាបង្កើតអ្នកនយោបាយតែប៉ុណ្ណឹងឯងក៏ប៉ុន្តែថ្ងៃនេះគឺគាត់ចុះទៅខេត្តកំពង់ចាមដែលទៅជួបមន្ត្រីក្រុមប្រឹក្សាគុំសង្កាត់នៅក្នុងខេត្តនេះចំនួនជាង 1000 នាក់បាទ 1193 នាក់ជាមន្ត្រីជាប់ឆ្នោតដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរមួយចំនួនសួរសំណួរមកខ្ញុំថាច្រឡំបល់ទូនីតិអស់ហើយចុះនាយករដ្ឋមន្ត្រីហេតុអីក៏មិនចុះទៅជួបដើម្បីធ្វើកិច្ចការក្នុងជានាយករដ្ឋមន្ត្រីគឺលោកហ៊ុនម៉ាណែតឯណោះទេហេតុអីបានជាលោកហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភាសោះហើយទៅចុះកាន់ការងាររបស់រដ្ឋាភិបាលការងារនេះការងាររដ្ឋាភិបាលតាទៅជួបមន្ត្រីប្រតិបត្តិព្រោះការងាររបស់រដ្ឋាភិបាលយើងត្រូវចែកឲ្យដាច់មិនអញ្ចឹងណានៅក្នុងក្របខ័ណ្ឌរដ្ឋាភិបាលយើងមានអង្គ3ដើម្បីផ្គុំចេញជារដ្ឋាភិបាលមួយដំណើរការបានល្អគឺទី1គឺអង្គប្រតិបត្តិបានន័យថាជារដ្ឋាភិបាលប្រតិបត្តិនឹងបានន័យថាការអនុវត្តការយកអ្វីដែលជាគំនិតដែលជាសំណើដែលជាសំណូមពរដែលជាការចង់បានដែលជាការចង្អុលបង្ហាញការណែនាំរបស់ផ្នែកផ្សេងទៀតនឹងយកទៅអនុវត្តអញ្ចឹងបានគេហៅថាអង្គនីតិប្រតិបត្តិនឹងបានន័យថាធ្វើតាមប្រតិបត្តិតាមដូចថាចាត់ការអញ្ចឹងទៅតាមអ្វីដែលជាការត្រួសត្រាយផ្លូវពីស្ថាប័នផ្សេងអាហ្នឹងយើងហៅថារដ្ឋាភិបាលនៅពេលមានអង្គមួយទៀតដែលសំខាន់ដើម្បីឲ្យរដ្ឋាភិបាលធ្វើកិច្ចការងារនេះហើយមើលការខុសត្រូវរដ្ឋាភិបាលខ្លាចធ្វើមិនត្រឹមត្រូវខុសច្បាប់ខុសទម្លាប់គឺគេហៅអង្គនីតិបញ្ញត្តិអង្គនីតិបញ្ញត្តិហ្នឹងគឺជាអង្គដែលធ្វើច្បាប់ព្រោះនីតិប្រែថាច្បាប់បញ្ញត្តិហ្នឹងគឺជាបទដ្ឋានគតិយុត្តអីហ្នឹងផ្សេងហ្នឹងដើម្បីយកមកគ្រប់គ្រងប្រទេសនេះសម្រាប់ធ្នាប់សង្គមអីសពបែបយ៉ាងហើយអង្គនីតិបញ្ញត្តិនេះគឺជាអង្គដែលគ្រប់គ្រងដោយអ្នកច្បាប់គឺតំណាងរាស្ត្រយើងហៅថាសមាជិករដ្ឋសភានិងសមាជិកព្រឹទ្ធសភាព្រោះអង្គនីតិបញ្ញត្តិនេះដែលខាងធ្វើច្បាប់នេះមានដល់ទៅ2ថ្នាក់ទី1គឺគេហៅថ្នាក់ទាបគឺសភាគេហៅសភាហ្នឹងគឺនៅស្រុកខ្មែរសប្ងៃមានសភា125នាក់ហើយថ្នាក់ខ្ពស់មួយហ្នឹងគឺគេហៅព្រឹទ្ធសភាចឹងបានន័យថាមានប្រហែល60នាក់ខ្ញុំចាំអស់ទេប៉ុន្តែទាំងអស់នេះគឺជាស្ថាប័នសម្រាប់ធ្វើច្បាប់សម្រាប់គ្រប់គ្រងនីតិបញ្ញត្តិហ្នឹងថាតើច្បាប់ហ្នឹងវាធូររលុងពេលយើងត្រូវរឹតថែមរដ្ឋាភិបាលធ្វើមិនត្រឹមត្រូវទេត្រូវឲ្យរដ្ឋាភិបាលពង្រឹងការមើលច្បាប់នេះកែទៅដើម្បីសន្តិសុខដើម្បីសុវត្ថិភាពដើម្បីដោះស្រាយបញ្ហាស្រុកទេសដើម្បីសន្តិសុខសង្គមអីឡាក់ហ្នឹងក៏ជាការដែលមើលច្បាប់មើលអីទម្លាប់ហ្នឹងដើម្បីយកទៅឲ្យរដ្ឋាភិបាលអនុវត្តអង្គមួយទៀតគេហៅអង្គនីតិតុលាការបាទគឺជាស្ថាប័ន3ហ្នឹងគឺគួរឯករាជ្យពីគ្នាមិនអញ្ចឹងណាតុលាការហ្នឹងគឺដើម្បីអីគឺដើម្បីសម្រេចសេចក្តីមើលការខុសត្រូវចំពោះការអនុវត្តសូម្បីតែមន្ត្រីរដ្ឋាភិបាលដែលជាអ្នកប្រតិបត្តិហ្នឹងក៏ត្រូវតែត្រូវថ្មោងរបស់តុលាការដែរព្រោះបើតុលាការរកឃើញមន្ត្រីរដ្ឋាភិបាលប្រព្រឹត្តខុសត្រូវតែចាប់ដាក់គុកឬក៏ផ្ដន្ទាទោសដើម្បីឲ្យរៀងចាលព្រោះអង្គតុលាការនេះគឺជាស្ថាប័នដើម្បីផ្ទៀងផ្ទាត់អំណាចការអនុវត្តត្រឹមត្រូវឬមិនត្រឹមត្រូវយកអាគំនិតពីរដ្ឋសភាដែលជាអង្គនីតិបញ្ញត្តិនោះយកមកអនុវត្តជួយផ្ទៀងផ្ទាត់រដ្ឋាភិបាលថាតើធ្វើត្រូវអត់បើគេឲ្យធ្វើហ្នឹងតើប្រព្រឹត្តខុសច្បាប់តែប្រជារាស្ត្រឬក៏មន្ត្រីរាជការហ្នឹងគឺតុលាការនេះជាអ្នកដែលជាផ្ទៀងផ្ទាត់ដើម្បីដោះស្រាយបញ្ហាកុំឲ្យមានអំពើផ្ដេសផ្ដាស់អញ្ចឹងអង្គទាំង3នេះគឺសំខាន់ណាស់នៅក្នុងប្រព័ន្ធប្រជាធិបតេយ្យហើយត្រូវឯករាជ្យដាច់ពីគ្នា
ឯករាជ្យទាំងការធ្វើសេចក្តីសម្រេចឯករាជ្យទាំងមិនលូកដៃចូលកិច្ចការផ្ទៃក្នុងគ្នាឯករាជ្យទាំងស្អីសពបែបយ៉ាងអញ្ចឹងបានន័យថាម៉េចមន្ត្រីរដ្ឋាភិបាលមិនត្រូវជាមន្ត្រីតុលាការមន្ត្រីតុលាការមិនត្រូវជាមន្ត្រីរបស់អង្គនីតិបញ្ញត្តិមិនទេគឺរដ្ឋសភាទេអញ្ចឹងអង្គទាំង3នេះគឺគួរតែជាបុគ្គលឯករាជ្យដាច់ពីគ្នាបើមានការងារជាន់តួនាទីគ្នាបានន័យថាមានទំនាស់ផលប្រយោជន៍គឺបានន័យថាយើងធ្វើឲ្យល្អក់កកអង្គទាំង3ហ្នឹងហើយក្រៅពីអង្គទាំង3នេះដើម្បីធ្វើឲ្យតុលាការឬក៏រដ្ឋាភិបាលមាននិរន្តរភាពដំណើរការបានល្អនោះគឺយើងត្រូវការ2ទៀតគឺបានន័យថាជាស្ថាប័នយោធាដែលការពារជាតិតាមពិតយោធាហ្នឹងវាស្ថិតនៅក្រោមចំណុះនៃរដ្ឋាភិបាលទេប៉ុន្តែយោធានេះមិនតែទៅត្រូវតែឯករាជ្យដើម្បីការពារសន្តិសុខជាតិហើយមានមួយទៀតគឺតកតងនឹងប្រព័ន្ធផ្សព្វផ្សាយនេះបើទោះបីជាមិនមែនជាសសរស្តម្ភនៅក្នុងផ្នែកទាំង3បង្គោលមិញដែលខ្ញុំជម្រាបមិញហ្នឹងតែជាកញ្ចក់ឆ្លុះសង្គមជាអ្នកជួយផ្លុំកញ្ចែអ្នកជួយដាស់តឿនក្រៅរំលឹកនិងធ្វើឲ្យរដ្ឋាភិបាលតុលាការនិងរដ្ឋសភាទាំង3ហ្នឹងគឺដោយសារប្រព័ន្ធផ្សព្វផ្សាយនេះឯងដែលធ្វើឲ្យអ្នកទាំង3នេះគឺប្រព្រឹត្តអត់ឲ្យខុសច្បាប់ទេប្រព័ន្ធផ្សព្វផ្សាយមិនអាចទៅយកកាត់ទោសអីរដ្ឋាភិបាលរដ្ឋសភាឬក៏តុលាការបានទេប៉ុន្តែជាអ្នកដែលរាយការណ៍ប្រាប់ភស្តុតាងអំពីការប្រព្រឹត្តខុសនៃស្ថាប័នទាំង3នេះដើម្បីឲ្យតុលាការនឹងអាចចាត់ការតុលាការនឹងបើប្រព្រឹត្តខុសក៏ប្រព័ន្ធផ្សព្វផ្សាយអាចបកអាក្រាតបរិហាអីចឹងបានដែរមិនមែនបរិហាគេទេគឺបរិហាបានន័យថានិយាយអំពីទង្វើអសមត្ថភាពឬក៏ប្រព្រឹត្តខុសពីទូនាទីរបស់រាជការឬក៏រដ្ឋការឬក៏ទូនាទីរបស់ខ្លួនអាហ្នឹងយើងហៅថាបណ្ដឹងបរិហាគឺប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិដាក់បណ្ដឹងបរិហាចំពោះមន្ត្រីរដ្ឋការរាជការណាដែលប្រព្រឹត្តខុសទូនាទីអំពើពុករលួយឬក៏ប្រព្រឹត្តមិនសមស្របតាមអ្វីដែលជាទូនាទីដែលប្រជារាស្ត្របង់ប្រាក់ខែឲ្យស៊ីប្រាក់ខែបម្រើរាស្ត្រហ្នឹងអាហ្នឹងយើងហៅបណ្ដឹងបរិហាខុសគ្នាពីបណ្ដឹងបរិហាគេបើយើងសំអុយឈ្មោះគេឬក៏ថាអ្នកនេះអីទៅចោទប្រកាន់គេគ្មានភស្តុតាងហើយយកនិយាយជាសាធារណៈអាហ្នឹងចូលពីបទបរិហាគេធ្វើឲ្យស្អុយឈ្មោះគេហើយប៉ុន្តែបើបរិហាហ្មងគឺជាបណ្ដឹងមន្ត្រីរាជការធ្វើការខុសទូនីតិហើយប្រជាពលរដ្ឋមានសិទ្ធិប្តឹងគ្រប់ពេលដែលរដ្ឋធម្មនុញ្ញធានាឲ្យទៀតប៉ុន្តែជាទូទៅអ្នកប្តឹងច្រើនគេចាប់ដាក់គុកអ្នកដែលរងពីបណ្ដឹងច្រើនតែខ្លាយទៅជាជនរងគ្រោះមករករឿងអ្នកដែលជាអ្នកប្តឹងទៅវិញអាហ្នឹងក្នុងប្រព័ន្ធច្បាប់ដែលគ្មានប្រជាធិបតេយ្យគ្មានឯករាជ្យឥឡូវវិលមកវិញស្ថាប័នទាំង3នេះសប្ងៃនៅស្រុកខ្មែរស្ថាប័ននីតិបញ្ញត្តិសំទោសស្ថាប័ននីតិប្រតិបត្តិរដ្ឋាភិបាលស្ថាប័ននីតិបញ្ញត្តិរដ្ឋសភាស្ថាប័នតុលាការដូចបាយ3ពំនូតចឹងបងប្អូនយើងសាកមើលបាយ3ពំនូតបើយើងពូតម្ដុំហើយយើងដាក់នៅលើกระดาษហើយមួយយើងឃើញភ្លាមថាបាយនេះគឺវានៅដុំខុសពីគ្នាដោយសារតែមានតួនាទីខុសគ្នាអានេះបាយតណើបអានេះបាយខ្សាយអានេះបាយសម្រូបអីចឹងអង្គសម្រូបអីចឹងណាយើងឃើញបាយ3ដុំនេះអត់ដូចគ្នាទេព្រោះឯងសារជាតិនេះវាមានមូលម្ដុំហ្នឹងក៏ប៉ុន្តែមានភារកិច្ចរសជាតិខុសៗគ្នាគឺតណើបទៅខ្សាយទៅខ្សាយសម្រូបទៅសម្រូបអីចឹងទៅអញ្ចឹងយើងដឹងហើយអ្នកដែលទទួលទានអាហារទាំងអស់នេះក៏យើងដឹងដែរថាបើយើងតណើបគឺវាមានជាតិស្ករហើយមានជាតិស្អិតច្រើនបើខ្សាយមានស្ករដែរតែជាតិស្ករក៏មិនសូវច្រើនដូចបើសិនជាសម្រូបហ្មងគឺសម្រាប់អ្នកទឹកនោមផ្អែមក៏ចូលចិត្តទទួលទានដោយសារតែវាអត់មានជាតិស្ករតែទាំងអស់ហ្នឹងគឺត្រូវតែដាច់ដល់ឡាយពីគ្នាឥឡូវនេះអា3ដុំនេះគឺយើងពូតចូលគ្នាជាដុំតែមួយតែម្ដងអាហ្នឹងប្រព័ន្ធដឹកនាំរដ្ឋបែបរដ្ឋាភិបាលកម្ពុជាសប្ងៃហើយហេតុអីបានជាពូត3ដុំចូលគ្នាព្រោះនីតិប្រតិបត្តិដែលដឹកនាំដោយរដ្ឋាភិបាលសប្ងៃគឺមាននាយករដ្ឋមន្ត្រីដែលត្រូវតាំងការហ្នឹងគឺអត់ត្រូវមានទំនាស់ផលប្រយោជន៍ជាមួយនឹងទូនាទីរបស់រដ្ឋសភាតែយើងមើលឃើញលោកហ៊ុនសែនសប្ងៃជាប្រធានគណៈបកប្រជាជនកម្ពុជាបើកាលលោកហ៊ុនសែននៅជានាយករដ្ឋមន្ត្រីក៏យើងឃើញទូនាទីនឹងច្បោកច្បល់ដែរឥឡូវនេះលោកខ្លាយទៅជាប្រធានព្រឹទ្ធសភាបានន័យថាម៉េចគឺជាប្រធាននៃអង្គនីតិបញ្ញត្តិខាងធ្វើច្បាប់ហើយអញ្ចឹងប៉ុន្តែអ្វីដែលពិបាកទៀតគឺគាត់ជាប្រធានព្រឹទ្ធសភាមែនគាត់ជាប្រធានគណៈបកប្រជាជនកម្ពុជាដែលគណៈបកប្រជាជនកម្ពុជានេះឯងដែលឈ្នះឆ្នោតដោយអត់មានគណៈបកប្រឆាំងហ្នឹងរំលាយគេខ្ទេចខ្ទីអស់ហ្នឹងហើយបានឈ្នះឆ្នោតដោយសហគមន៍អន្តរជាតិកោតទោសជំទិសហ្នឹងគឺបង្កើតជារដ្ឋាភិបាលលើកបន្ទប់លោកហ៊ុនម៉ាណែតឲ្យឡើងកាន់ជានាយករដ្ឋមន្ត្រីតាមពិតគឺលោកហ៊ុនសែនទេគួរតែជានាយករដ្ឋមន្ត្រីព្រោះអីលោកជាប្រធានគណៈបកហ្នឹងគឺជាកូតានាយករដ្ឋមន្ត្រីហើយអញ្ចឹងដល់ពេលបកហ្នឹងកាន់ជាប់ឆ្នោតហើយទៅដឹកនាំរដ្ឋាភិបាល
លោកហ៊ុនសែនសុកចិត្តផ្ដល់តំណែងនេះទៅឲ្យលោកហ៊ុនម៉ាណែតដើម្បីលោកអាចដកខ្លួនទៅធ្វើជាប្រធានព្រឹទ្ធសភាតាមពិតបើលោកធ្វើជាប្រធានព្រឹទ្ធសភាវាអត់មានបញ្ហាអីទេព្រោះអីតួនាទីប្រធានព្រឹទ្ធសភាគឺបើគាត់មិនមែនជានាយករដ្ឋមន្ត្រីផងប្រធានព្រឹទ្ធសភាផងក្នុងពេលតែមួយមិនមានទំនាស់ផលប្រយោជន៍តួនាទីប៉ុន្តែពេលដែលគាត់ធ្វើប្រធានព្រឹទ្ធសភាគឺគាត់នៅមាននាមជាប្រធានគណៈបកប្រជាជនកម្ពុជាដែលគណៈបកប្រជាជនកម្ពុជានឹងកំពុងតែដឹកនាំរដ្ឋាភិបាលដូច្នេះបើប្រធានព្រឹទ្ធសភាចង់និយាយអីឲ្យរដ្ឋាភិបាលឬក៏ចង់រិះគន់រដ្ឋាភិបាលទៅរិះគន់អាម៉េចបើរដ្ឋាភិបាលជាបករបស់ខ្លួនហ្នឹងហើយខ្លួនហ្នឹងគឺជាប្រធានបកហ្នឹងអាហ្នឹងគឺទំនាស់ផលប្រយោជន៍មួយដែលលំបាកមួយបាត់ទៅហើយក៏ប៉ុន្តែមិនធ្ងន់ធ្ងរដល់ទៅជាប្រធានព្រឹទ្ធសភាហើយបែរជាមកកាន់ការរដ្ឋាភិបាលវិញអាហ្នឹងបានគ្រោះថ្នាក់មែនតើព្រោះប្រធានរដ្ឋសភាអត់មានភារកិច្ចអីទាំងអស់នៅក្នុងតួនាទីរបស់រដ្ឋាភិបាលដែលជានីតិប្រតិបត្តិព្រោះអីប្រធានព្រឹទ្ធសភាគ្រាន់តែប្រាប់ទៅធ្វើច្បាប់ធ្វើអីឲ្យអ្នកឯងយកទៅអនុវត្តទៅហើយរដ្ឋាភិបាលអនុវត្តមិនបានតឡាការគេមើលទៅគេមានស្អីដោះស្រាយបញ្ហាប៉ុន្តែឥឡូវប្រធានព្រឹទ្ធសភានេះដូចខ្ញុំនិយាយចឹងពេលដែលមានរឿងព្រំដែនគឺលោកហ៊ុនសែនទៅនិយាយនៅព្រះវិហារពាក់ព័ន្ធនឹងរឿងរដ្ឋាភិបាលទាំងអស់គឺជាការកាន់ការរដ្ឋាភិបាលដែលគួរតែលោកហ៊ុនម៉ាណែតទេដែលជាអ្នកថ្លែងសារនៅពេលដែលគាត់និយាយបែបនេះគឺស្ថាប័នទាំងអស់នេះច្បោកច្បល់ហើយមិនមែនច្បោកច្បល់ដោយសារតែយើងមិនយល់ទេគឺច្បោកច្បល់ដោយសារតែរដ្ឋាភិបាលខ្លួនឯងជាពិសេសលោកហ៊ុនសែនធ្វើឲ្យច្បោកច្បល់មកព្រោះក៏អត់ខ្វល់ឯករាជ្យមិនឯករាជ្យទៅគាត់តែចង់ប្រាប់ថាអ្វីទាំងអស់នៅក្នុងការកាន់ការនៅប្រទេសកម្ពុជាគឺលោកហ៊ុនសែនជាអ្នកក្តាប់ម្នាក់ឯងហើយអំណាចប្រមូលផ្ដុំបែបនេះគឺជាអំណាចបែបកុម្មុយនីសផ្ដាច់ការទេព្រោះអីប្រជាធិបតេយ្យអត់មានអំណាចប្រមូលផ្ដុំទេប្រជាធិបតេយ្យគឺបានន័យថារាជជាធំបើដើម្បីឲ្យរាជជាធំគឺតើតើយើងទុកអាស្ថាប័នទាំងអស់ហ្នឹងឲ្យវាឯករាជ្យពីគ្នាកុំលូកដៃគ្នាកុំជ្រៀតជ្រែកគ្នាធ្វើឲ្យប្រជាពលរដ្ឋអាចមានទីពឹងបើរករឿងរដ្ឋាភិបាលប្តឹងទៅតុលាការឯករាជ្យកាត់ទោសឲ្យយើងឈ្នះរដ្ឋាភិបាលមានបញ្ហាប៉ុន្តែឥឡូវអាស្ថាប័នទាំង3នោះដូចបាយ3ពលុតពូជចូលគ្នាយើងទៅប្តឹងអ្នកណាក៏អត់ឈ្នះគេដែរព្រោះគេសិតតែគ្នាគេហើយដល់ពេលអញ្ចឹងធ្វើឲ្យស្ថាប័ននេះចុះខ្សោយយ៉ាងខ្លាំងហើយនៅពេលដែលចុះខ្សោយយ៉ាងខ្លាំងគឺប្រជាធិបតេយ្យនិងសិទ្ធិមនុស្សគឺចុះហើយតែគេតែមេប្រាប់ថាងើបមួយវាយមួយគឺងើបមួយវាយមួយតែត្រូវចាប់ដាក់គុកគឺចាប់ដាក់គុកតុលាការគឺត្រូវសរសេរសារក្រមសាធិការទៅតាមការចង់បានរបស់មនុស្សតែម្នាក់ឯងឥឡូវនេះដល់ពេលដែលលោកហ៊ុនសែនចុះទៅមូលដ្ឋានតើលោកធ្វើខុសតួនាទីដែរទេបងប្អូនសួរខ្ញុំច្រើនណាតាមពិតលោកហ៊ុនសែនចុះទៅជួបតំណាងរាស្ត្រសំទោសអ្នកមន្ត្រីជាប់ឆ្នោតជាក្រុមប្រឹក្សាគុំសង្កាត់នៅខេត្តកំពង់ចាមដែលមានសមាជិក1193នាក់នេះអត់មានខុសតួនាទីទេខ្ញុំនិយាយគ្នាច្បាស់ណាចង់បញ្យល់មិញថាគាត់ធ្វើរៀនច្បោកច្បល់ច្រឡំបល់អស់ប៉ុន្តែគាត់ធ្វើអត់ខុសតួនាទីទេហេតុអីបានជាអត់ខុសតួនាទីគឺដោយសារតែគាត់យកលេសនៃអវត្តមានព្រះរាជអវត្តមានរបស់ព្រះមហាក្សត្រខ្មែរដែលជាប្រមុខរដ្ឋយើងដឹងហើយរដ្ឋធម្មនុញ្ញចែងថាព្រះមហាក្សត្របើលោកគង់ប្រថាប់នៅក្នុងប្រទេសកម្ពុជាគឺលោកជាប្រមុខរដ្ឋប៉ុន្តែនៅពេលដែលអវត្តមានរបស់ព្រះមហាក្សត្រដូចជាក្នុងករណីអញ្ចឹងគឺលោកមានវិរិទ្ធសុខភាពបញ្ហាកំពេញប្រូស្តាតដែលទៅតែវះកាត់ថ្មីនៅឯក្រុងប៉េកាំងឥឡូវកំពុងតែគង់ប្រថាប់សម្រាប់ព្យាបាលនៅឯមន្ទីរពេទ្យនេះមិនដឹងប្រហែលខែទេអាចមួយខែអាចច្រើនជាងនឹងអញ្ចឹងនៅក្នុងឱកាសនេះនៅពេលដែលព្រះមហាក្សត្រយាងចេញក្រៅប្រទេសតួនាទីជាប្រមុខរដ្ឋស្ដីទីគឺត្រូវតែបានទៅជាអ្នកដែលមានតួនាទីខ្ពស់បំផុតគឺប្រធានព្រឹទ្ធសភានឹងឯងដូច្នេះហើយបានជាលោកហ៊ុនសែនយកតួនាទីជាប្រមុខរដ្ឋស្ដីទីបានន័យថាមិនប្រមុខរដ្ឋស្ដីទីគឺការងារដែលធ្វើជំនួសឲ្យព្រះមហាក្សត្រក្នុងនាមជាប្រមុខរដ្ឋគឺនីតិប្រតិបត្តិនឹងទៅវិញក៏ប៉ុន្តែយើងសួរទៅវិញថាចុះហេតុអីបានជាចាំបាច់ឲ្យលោកហ៊ុនសែនអនុវត្តគោលការណ៍តួនាទីរបស់នាយករដ្ឋមន្ត្រីបើសិនជាព្រះមហាក្សត្រលោកយាងទៅកងប៉េកាំងដើម្បីសម្រាប់ព្យាបាលជំងឺបានតួនាទីជាប្រមុខរដ្ឋស្ដីទីក៏ពិតមែនហើយចុះលោកហ៊ុនម៉ាណែតនៅជំនួយនោះគាត់ធ្វើអីលើកលែងតែលោកហ៊ុនម៉ាណែតហ្នឹងឈឺដែរឬក៏មិនអាចធ្វើកិច្ចការងារអីកើតព្រោះបើមាននាយករដ្ឋមន្ត្រីហើយមិនកាន់ការខាងនីតិប្រតិបត្តិតើឲ្យគាត់ធ្វើអីឲ្យលោកហ៊ុនម៉ាណែតធ្វើអីលោកហ៊ុនម៉ាណែតខ្លួនឯងហ្នឹងក៏ដេកផ្សំដួលលមូលផ្សំក្រិចដែរព្រោះដឹងហើយថាខ្ញុំបានជម្រាបជូនបងប្អូនដឹងហើយថារបៀបដឹកនាំរដ្ឋនៅកម្ពុជាគឺជារបៀបដឹកនាំរដ្ឋបែបអាយ៉ងនេះគឺខ្ញុំសំដៅទៅលើលបាំមួយយ៉ាងដែលគេមានខ្សែចងទៅគឺមានអាយ៉ងដែលលោតញាក់តាមខ្សែខាងលើទៅអញ្ចឹងអ្នកដែលកាន់អាយ៉ងហ្នឹងគឺលោកហ៊ុនសែនហើយអាយ៉ងហ្នឹងគឺជាលោកហ៊ុនម៉ាណែតគឺនិយាយនេះន័យធៀបគឺខ្ញុំមិនប្រើពាក្យថាលោកហ៊ុនម៉ាណែតជាអាយ៉ងខ្ញុំជាឧទាហរណ៍គឺលោកហ៊ុនម៉ាណែតហ្នឹងគឺដូចដែលថាការសម្ដែងអាយ៉ងមួយដែលមានគេឲ្យលូតឲ្យដើរឲ្យហក់កឆេកឆែងអីហ្នឹងគឺបើសិនជាខាងលើអត់ញាក់ខ្សែគឺខាងនេះដេកស្ទឹកហ្នឹង
អញ្ចឹងអ្វីដែលលោកហ៊ុនសែនធ្វើហ្នឹងគឺធ្វើឲ្យលោកហ៊ុនម៉ាណែតហ្នឹងខ្លាយទៅជាអាយ៉ងហើយសូម្បីតែលោកហ៊ុនម៉ាណែតសប្ងៃជាតកង់ឡានក៏ដោយប៉ុន្តែលោកហ៊ុនសែនគឺលោកដៃកាន់ចកូតរហូតលោកហ៊ុនម៉ាណែតគឺនៅអង្គុយកៅអីតកង់ហ្នឹងប៉ុន្តែអត់បើកឡានបានទេហើយខ្ញុំបានបញ្យល់ច្រើនដងហើយនេះគឺជារបៀបដឹកនាំរដ្ឋដែលឲ្យត្រីកូនហូបជាជាងបង្រៀនកូនឲ្យស្ទួយត្រីហើយបង្រៀនបែបនេះស្លាប់ខ្លួនទៀតក៏កូនអត់ចេះធ្វើការអីកើតដែរព្រោះកូនអត់មានសមត្ថភាពអីធ្វើការកើតទេតាមពិតបើយើងមើលចំណេះជំនាញផ្នែកអប់រំលោកហ៊ុនម៉ាណែតរៀនបានច្រើនជាងលោកហ៊ុនសែនដល់ថ្នាក់បណ្ឌិតដល់ថ្នាក់អីលោកហ៊ុនសែនរៀនចប់វិទ្យាល័យអត់ទាំងចប់ផងប៉ុន្តែអាសញ្ញាបត្រហ្នឹងវាអត់បានឈ្នះសញ្ញាឃើញរបស់លោកហ៊ុនសែននោះដែលឃើញហ្នឹងគឺចង់សម្ដៅទៅលើការដូចថាជោគជាំនៅក្នុងការធ្វើសង្គ្រាមជោគជាំនៅក្នុងការបំផ្លាញខ្មែរគ្នាឯងរឿងគណៈបកសង្គ្រោះជាតិមួយវាយមួយបំផ្លាញខ្ទេចខ្ទីអីហ្នឹងលោកហ៊ុនម៉ាណែតអត់ទាន់មានបទពិសោធន៍ដល់ហ្នឹងទេអញ្ចឹងឪពុករបស់លោកគឺមានសញ្ញាឃើញលោកហ៊ុនម៉ាណែតមានសញ្ញាបត្រក៏ប៉ុន្តែទោះជាក្នុងន័យនេះក៏ដោយក៏គួរតែលោកហ៊ុនម៉ាណែតទេដែលជាអ្នកកាន់ការឲ្យចោះទៅជួបមន្ត្រីក្រុមប្រឹក្សាមូលដ្ឋានឃុំសង្កាត់នេះហើយក៏មិនត្រូវបាច់ចាំទៅចុះអីដែរព្រោះមកហ្នឹងអត់ចាំបាច់ទៅចុះក៏ជួបក្រុមប្រឹក្សាឃុំសង្កាត់អីដែរប៉ុន្តែអត់មានខុសអីទេលោកហ៊ុនសែនធ្វើនេះអត់មានខុសទូនីតិទេព្រោះគាត់យកទូនីតិជាប្រមុខរដ្ឋស្ដីទីចុះក្នុងនាមជាប្រមុខរដ្ឋស្ដីទីពេលព្រះមហាក្សត្រមិននៅប៉ុន្តែនៅពេលហ្នឹងគឺធីបបើយើងលេងលបែងគឺធីបបងប្អូនដូចបៀកតេអញ្ចឹងគឺធីបលោកហ៊ុនម៉ាណែតចោលតែម្ដងលើកកាចាស់មកធីបចោលអត់គឺយកមកកាន់លេងទៅអញ្ចឹងឥឡូវនេះមិនមែនតែទៅតាមពិតលោកហ៊ុនសែនសំថ្ងៃនេះវាគួរតែជា3កើ4កើទេជាបៀតូចទេបើយើងនិយាយពីទួលនីតិអត់មានសំខាន់អីនៅក្នុងរដ្ឋាភិបាលប៉ុន្តែគាត់ដំឡើងខ្លួនឲ្យឡើងដល់អត់កើធីបកាចាស់គេចោលអស់លីងតែអញ្ចឹងទៅវាធ្វើឲ្យរបៀបលេងលបែងមួយនេះគឺមើលទៅអញ្ញៃរកទិសតំបន់គ្នាប្រជាពលរដ្ឋក៏វង្វេងវ័នណាហេតុអីបានជាលោកហ៊ុនម៉ាណែតមិនធ្វើការងារហ្នឹងហើយអីបានទៅប្រធានព្រឹទ្ធសភាហើយចាំបើប្រធានព្រឹទ្ធសភាដឹងថាហ្នឹងវាមានទំនាស់ទួលនីតិខ្លួនឯងហេតុអីបានចាំបាច់ចោះអញ្ចឹងរឿងសំខាន់ជារឿងនយោបាយទេបងប្អូនកុំខ្វល់រឿងទូនាទីរបស់លោកហ៊ុនសែនធ្វើអីនោះព្រោះអីរឿងសពបែបយ៉ាងហ្នឹងគឺលោកហ៊ុនសែនជាអ្នកសម្ញាច់ទាំងអស់ទេវាអត់ដែលមានការឆ្លោះគ្នាជាមួយថៃបាញ់គ្នានៅព្រំដែនទៅបញ្ជាទ័ពបញ្ជាអីចេញមកពីទួលកសាំងឬក៏ផ្ទះលោកហ៊ុនសែនដែលមានស្នាក់ការបញ្ជាទ័ពពីប្រធានព្រឹទ្ធសភាទេវាអត់ដែលមានអញ្ចឹងទេព្រោះវាត្រូវតែជារដ្ឋាភិបាលហើយប៉ុន្តែយើងដឹងថាលោកហ៊ុនសែននៅពីក្រោយហ្នឹងវាមិនជាខុសឆ្គងអីទេព្រោះអីប្រជាពលរដ្ឋខ្មែរជាពិសេសអ្នកគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាហ្នឹងអសឹងអីហ្នឹងឲ្យតែដឹងថាលោកហ៊ុនសែននៅពីក្រោយព្រោះអីបាន2នាក់ដែរមិនអញ្ចឹងបានទាំងឪទាំងកូនផងគឺទុកចិត្តមួយគឺទុកចិត្តថាដរាបណាលោកហ៊ុនសែននៅមានដង្ហើមដកគឺដរាបនោះគណៈបកប្រជាជនកម្ពុជានៅតែមានអធិបុលក្នុងការបំផិតបំភ័យប្រជាពលរដ្ឋដែលមិនគ្រប់គ្រងរដ្ឋាភិបាលនឹងបានអញ្ចឹងក្រុមតែគ្រប់គ្រងគណៈបកប្រជាជននឹងរាល់ថ្ងៃនេះភ័យខ្លាចហ៊ុនសែនលោកហ៊ុនសែនបាត់តាណាវិញទេបាត់តែថាមានបញ្ហាអីសពបែបយ៉ាងប៉ុន្តែសប្បាយចិត្តឲ្យដឹងថាលោកហ៊ុនសែននៅពីក្រោយនេះទាំងអស់ព្រោះអីវាជាការទុកចិត្តមួយថាស្ថិរភាពនយោបាយមួយគឺចំមិនចំគឺនៅទប់កុំឲ្យក្រុមគណៈបកប្រឆាំងឬក្រុមអីរំជួលអីចឹងទោះជាបំផ្លាញសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យអីក្រុមឃោសនាគណៈបកប្រជាជនកម្ពុជានេះគេអត់តែខ្វល់ទេគឺខ្វល់យ៉ាងម៉េចដើម្បីក្រាញអំណាចឲ្យបានគឺរឿងតែមួយគត់ទី1គឺក្រាញអំណាចទី2បើសិនជាបើកំណាចទុនខ្សោយដោយលោកហ៊ុនម៉ាណែតសប្ងៃដឹកនាំនេះណាគណៈបកប្រជាជនកម្ពុជាគឺ 100% នឹងចាញ់ឆ្នោតហើយគណៈបកប្រឆាំងនឹងឡើងមកកាន់ការជាអ្នកដឹកនាំប្រទេសនេះក្នុងពេលដ៏ខ្លីបើសិនជាលោកហ៊ុនសែនមិនបង្ហាញឲ្យប្រាប់ថាគាត់កំពុងដឹកនាំគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលនេះទេព្រោះអីប្រជាពលរដ្ឋបាត់សេចក្តីទុកចិត្តទៅលើគណៈបកកណ្ដាលអំណាចអញ្ចឹងក្នុងន័យនេះគឺគ្រាន់តែជាការប្រាប់ប្រជាពលរដ្ឋថាកុំភ័យអីគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាទៀតទៅបើទោះលោកហ៊ុនម៉ាណែតខ្សោយក៏ដោយតែលោកហ៊ុនសែននៅពីក្រោយនឹងរហូតជាការគ្រាន់តែទប់អំណាចកុំឲ្យតែវាដួលលឿនទេប៉ុន្តែអត់មែនទប់បានយូរទេវាគ្រាន់តែជាការទិញពេលវេលាទេទិញពេលវេលាហ្នឹងគឺដឹងថាលោកហ៊ុនម៉ាណែតបើបដ ாய் ទៅគឺលលាយខ្សលហើយអញ្ចឹងគាត់ត្រូវតែចូលមកដើម្បីប្រាប់ប្រជាពលរដ្ឋថាកូនគាត់ធ្វើមិនកើតមែនប៉ុន្តែនៅមានឪនៅពីក្រោយអញ្ចឹងនៅតែមានបរោះខ្លាំងនៅពីក្រោយអញ្ចឹងទៅអ្នកណាដែលគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាពុំអាចដកចិត្តអីព្រោះអីនៅមានឪកូនគេនៅហ្នឹងអញ្ចឹងមិនតាន់ទៅណាហើយនេះគឺជាគ្រោះថ្នាក់បំផុតគ្រោះថ្នាក់ហ្នឹងគឺម្នាក់ដែលជាពិសេសអ្នកដែលគ្រប់គ្រងគណៈបកប្រជាជនគឺបន់ឲ្យលោកហ៊ុនសែនកុំកើតអីតែលោកហ៊ុនសែនកើតអីប្រយ័ត្នតែគាត់កាំងបេះដូងស្អែកខាងស្អែកសំទោសខ្ញុំមិនដាក់បដាសាទេខ្ញុំចង់ឲ្យគាត់មានសុខភាពល្អអាយុយឺនយូរទៅខ្ញុំមែនតើទៅមិនយកវិធីនៅក្នុងការប្រមាថការទៀនណាក៏ដោយព្រោះអីវាមិនមែនជាអំពើថ្លៃថ្នូរទេខ្ញុំគាត់និយាយថាបើសិនជាលោកហ៊ុនសែនដាច់សរសៃឈាមឬក៏មានបញ្ហាណាមួយដល់អាយុជីវិត
គឺបញ្ហាចរាចរណ៍ពេញផ្ទៃប្រទេសមកពេចហ្នឹងគឺដោយសារអីដោយសារតែការគ្រប់គ្រងប្រទេសដែលធ្វើឲ្យនាយករដ្ឋមន្ត្រីមិនអាចកាន់ការអីសម្រាប់ចិត្តអីខ្លួនឯងបានក្រៅពីឪពុកនៅកាន់ការអានេះជាគ្រោះថ្នាក់សម្រាប់ជាតិផងជាគ្រោះថ្នាក់សម្រាប់គណៈបកប្រជាជនកម្ពុជាខ្លួនឯងហ្នឹងផងគ្រោះថ្នាក់សម្រាប់គណៈបកប្រជាជនកម្ពុជាគឺអ្នកដែលមិនពេញចិត្តនឹងគណៈបកប្រជាជនកម្ពុជាហ្នឹងប៉ុន្តែគេអត់ហ៊ាននិយាយស្ដីអីរងចាំឱកាសគឺបន់ឲ្យតែមានបញ្ហាអីដល់លោកហ៊ុនសែននេះក៏ប៉ុន្តែគេមិនអាចធ្វើអីការរីខ្វល់បន់ស្រន់អានេះក៏គ្រោះថ្នាក់ដែរយើងចាំមើលឲ្យតែពេលលោកហ៊ុនសែនមានបញ្ហាអីដើម្បីឲ្យបញ្ហាហ្នឹងគឺវាលាយខ្សលអាហ្នឹងគឺក៏គ្រោះថ្នាក់ដែរអញ្ចឹងមន្ត្រីនៅក្នុងគណៈបកប្រជាជនកម្ពុជាខ្លួនឯងហ្នឹងក៏មិនពេញចិត្តនឹងអ្វីដែលកើតឡើងដែរប៉ុន្តែអត់មានជំរឿទេតែក៏បន់ស្រន់ទៀតថាបើមានបញ្ហាអីកើតឡើងអត់មានលោកហ៊ុនសែនគឺរឿងនេះវាលឿនពេកមិនអាចទប់ទល់មិនអាចគ្រប់គ្រងឲ្យបានចោះទ្រព្យសម្បត្តិដែលលួចជាតិចោះបញ្ហារឿងបពុនិយមបញ្ហាស្អីស្អីតើអ្នកណាអ្នកដោះស្រាយមិនបាត់អស់ទេដូច្នេះពួកគាត់ចង់មិនចង់ប្រទេសមានប្រជាធិបតេយ្យមិនប្រជាធិបតេយ្យក៏អត់ខ្វល់ទេសំខាន់ចង់ឲ្យអំណាចក្រុមគ្រួសារក្រុមពួកគាត់នឹងនៅមានដើម្បីអីកាងទ្របកាងរបៀបលួចជាតិកាងអំពើពុករលួយកាងអីនោះឲ្យនៅដដែលរឿងតែប៉ុណ្្នឹងឯងមិនមែនដើម្បីប្រយោជន៍ជាតិទេហើយបើដើម្បីប្រយោជន៍ជាតិណាគឺលោកហ៊ុនសែនក៏ប្រឡែងឲ្យលោកហ៊ុនម៉ាណែតធ្វើការដែររៀនសូត្រដល់ The West Point នៅសហរដ្ឋអាមេរិកដឹងប្រជាធិបតេយ្យដឹងសិទ្ធិមនុស្សដឹងស្អីទាំងអស់នៅអង់គ្លេសហ្នឹងក៏មានសញ្ញាបត្របណ្ឌិតអនុបណ្ឌិតអីដូច្នេះវាជាក្តីសង្ឃឹមប៉ុន្តែលោកហ៊ុនសែនផ្ដាច់ក្តីសង្ឃឹមនឹងចោលអស់ដោយសារការគ្រប់គ្រងកូនឲ្យត្រីកូនហូបជាជាងបង្រៀនកូនឲ្យស្ទួយត្រីលោកហ៊ុនម៉ាណែតអត់មានស្ទួយត្រីទេសប្តាហ៍នេះគឺឲ្យពុកដាក់ត្រីក្នុងចានហូបទៅតិចទៀតខ្លាយទៅដូចសត្វចាបមួយដែលពេលដែលចាំតែម៉ែបញ្ចុកចំណីបងប្អូនមានឃើញរូបវីដេអូមួយខ្ញុំនិយាយម្ដងទៀតចាបនៅពេលដែលវាស៊ាំនឹងការហាមាត់ពេលដែលមេវាដាក់ចំណីចូលក្នុងវត្តគឺតាហាអញ្ចឹងតកៅដាក់មកគឺវាបិទទៅវាស៊ីប៉ុន្តែថ្ងៃមួយនៅពេលដែលវាធ្លាក់ពីសបុកហើយតកៅហ្នឹងគឺនៅតាមផ្លូវហ្នឹងវារត់អញ្ចឹងចាបហ្នឹងអត់អាចនឹងចាប់តកៅស៊ីបានទេព្រោះអីវាអត់ចេះបិទមាត់ចាប់តកៅវាហាដើម្បីតកៅធ្លាក់ចូលមាត់វាអញ្ចឹងវាប្រើគេហៅថាសភាវគតិមិនមែនសម្បញ្ញៈឯងបើវិចារណញ្ញាណនឹងសម្បញ្ញៈគឺយើងដឹងភ្លាមថាទេតកៅរត់អញ្ចេះបើយើងហាអញ្ចឹងរហូតវាអត់ចូលវាអត់ខំបានទេប៉ុន្តែដល់ពេលយើងប្រើសភាវគតិដោយសារទម្លាប់នៃការបតក់តកៅនឹងចូលមាត់អញ្ចឹងសត្វហ្នឹងគឺត្រូវបើកមាត់ចោលរត់តាមតកៅតែបើកមាត់អត់បិទវិញអត់ចាប់តកៅបានទេអានេះគឺជាគ្រោះថ្នាក់មែនតើហើយគ្រោះថ្នាក់នេះគឺសម្រាប់ជាតិខ្មែរទាំងមូលមិនមែនសម្រាប់តែក្រុមគ្រួសារគណៈបកប្រជាជនកម្ពុជានោះទេព្រោះដោយសារអីប្រទេសមួយអត់មានអ្នកស្នងតំណែងដែលអាចធ្វើការកើតហើយឪពុកចាស់ហើយហ្នឹងអាយុ70ជាងហើយហ្នឹងធម្មតាវិញនេះហើយគឺការចងចាំការកាយសម្បទាអីអ្នកណាក៏វាទៅដែរជាបែបធម្មជាតិវាគ្មានអ្នកណារស់នៅអមតៈទេគឺមួយថ្ងៃភ្លេចបន្តិចមួយថ្ងៃខ្សោយបន្តិចមួយថ្ងៃអន់បន្តិចមួយថ្ងៃលែងចង់បន្តិចគឺទៅហើយម៉ោងនេះហើយលោកហ៊ុនសែនគួរតែទទួលការសប្បាយរីករាយក្រុមគ្រួសារទៅសម្រាប់វិស្មកាលនៅឆ្នេរសមុទ្រឆ្នេរខ្សាច់ដល់ផូផង់ណាទៅទទួលទានទឹកដូងខ្យល់អាកាសត្រជាក់រសៀកពីដែនសមុទ្រខ្មែរឬក៏ទីតាំងណាដែលជាទីមនោរម្យដើម្បីឲ្យជីវិតចុងក្រោយរបស់គាត់បានទទួលភាពសុខសាន្តផងព្រោះអីការពារជួយដូចជួយស្រុកខ្មែរនឹងច្រើនពេកក្រុមគ្រួសារគាត់ហ្នឹងវាគួរតែដល់ពេលដែលគាត់សម្រាកគួរតែពេលអញ្ចឹងអត់សោះអត់យកពេលនឹងសម្រាប់បានឃើញទៅទៀតចុះទៅត្រកទៅទៀតទៅជួបមន្ត្រីរាជការដល់ទៅ1193នាក់នៅខេត្តកំពង់ចាមហើយសារគាត់ដឹងថាម៉េចទេនេះគឺជាសារដែលបានមកពីលោកជាធិរិទ្ធដែលជាអ្នកនាំពាក្យរបស់លោកហ៊ុនសែនគាត់ថាអ្វីដែលជាការចុះទៅចុះមូលដ្ឋានទៅជួបមន្ត្រីក្រុមប្រឹក្សាគុំសង្កាត់នៅពេលនេះគឺដើម្បីទី1ចុះទៅពង្រឹងទំនាក់ទំនងផ្សារភ្ជាប់ទំនាក់ទំនងគ្នាជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋានជានឹងលោកហ៊ុនសែនអញ្ចឹងទៅហើយដើម្បីជំរុញដាស់តឿនក្រាលរំលឹកមន្ត្រីទាំងអស់នោះឲ្យបំពេញកិច្ចការងារទាំងឡាយឃ្លានេះគឺខ្ញុំពេញចិត្តមែនតើខ្ញុំថាប្រជាពលរដ្ឋខ្មែរមានភ័ព្វវាសនាណាស់ដែលបានថ្នាក់ដឹកនាំដូចថាដឹងរឿងអំពីការយកចិត្តទុកដាក់ប្រជាពលរដ្ឋហើយនឹងមន្ត្រីរាជការដូចគាត់ថាម៉េចទេលោកហ៊ុនសែនក្រានរំលឹកមន្ត្រីទាំងអស់ឲ្យជៀសវាងភាពអសកម្មឬការគៀបសង្កត់ណាមួយដល់ប្រជាពលរដ្ឋហើយត្រូវចាំថាមន្ត្រីមិនមែនជាចៅហ្វាយងាយរបស់ប្រជាពលរដ្ឋទេគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជនម្យ៉ាងវិញទៀតគឺជៀសវាងប្តីសាក់3ប្រពន្ធសាក់4កូនសាក់5ដែលធ្វើឲ្យមានបញ្ហាដល់ក្នុងសង្គមបងប្អូនសាកគិតមើលថាតើអ្នកណាមិនមានភ័ព្វវាសនានឹងសំណាងនៅពេលដែលមានមេដឹកនាំដែលគិតពីប្រជាពលរដ្ឋគិតពីសុខទុក្ខហើយឥឡូវទៅប្រាប់មន្ត្រីរាជការជាប់ឆ្នោតដែលជាកូតារបស់គណៈបកប្រជាជនកម្ពុជានឹងឲ្យចាំខ្លួនថាខ្លួនជាអ្នកបម្រើរាជ
តាមពិតពាក្យនេះគឺជាពាក្យងាយយល់ទេព្រោះអីមិនចាំបាច់លោកហ៊ុនសែនរំលឹកផងទេពាក្យថាមន្ត្រីរាជការរដ្ឋការហ្នឹងគឺមកពីពាក្យថាពាក្យភាសាអង់គ្លេសប្រើពាក្យថា civil servants បានន័យថាពាក្យថា servant ហ្នឹងគឺអ្នកបម្រើ civil ហ្នឹងគឺប្រជាពលរដ្ឋអញ្ចឹងភាសាអង់គ្លេសគឺ civil servants ប្រែថាមន្ត្រីរដ្ឋការគឺអ្នកបម្រើរាជហ្នឹងឯងប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលមែនតើនៅពេលដែលលោកហ៊ុនសែនថាមន្ត្រីគឺមិនមែនជាចង្វាយនាយរាជហ្នឹងគឺអ្វីដែលជាការដឹកនាំរដ្ឋដែលមានគាត់ជាប្រមុខរដ្ឋជាអ្នកដែលគ្រប់គ្រងតាំងពីអើយមករាជខ្មែរគ្មានតម្លៃទេទាល់តែអ្នកឯងជាសកម្មជនរបស់គណៈបកកណ្ដាលអំណាចបានគេស្ដាប់ខ្លះចឹងរាជប្រជាទាំងអស់គ្នាហ្នឹងគឺឲ្យតែអ្នកណាខ្ទាស់គណៈបកប្រជាជនកម្ពុជាគឺជាសត្រូវត្រូវតែជាប់គុកត្រូវតែជាពួកឧទាមពួកញុះញង់តែកន្លែងណាដែលយើងគិតថាយើងស្ដាប់ប្រជារាស្ត្របំរើផលប្រយោជន៍ប្រជារាស្ត្រយកចិត្តទុកដាក់ប្រជារាស្ត្រទុកប្រជារាស្ត្រគឺជាទុករបស់ជំនាញដឹកនាំគឺបានន័យថាទុកប្រជារាស្ត្រតតែប្រជារាស្ត្រហ្នឹងជាមនុស្សរបស់គណៈបកប្រជាជនកម្ពុជាហើយឥឡូវសូម្បីតែមនុស្សរបស់គណៈបកកណ្ដាលអំណាចហ្នឹងក៏ខ្លោចផ្សារដោយសារតែបញ្ហាដឹកនាំរដ្ឋដែរចាស់កសិករហ្នឹងគេបោះឆ្នោតឲ្យលោកហ៊ុនសែនតាមមិនអញ្ចឹងបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាឥឡូវស្រូវ1គីឡូ300 600មិនយើងជាសកម្មជនរបស់គណៈបកប្រជាជនកម្ពុជាសួរមើលសកម្មជនគណៈបកប្រជាជនកម្ពុជាប្រមាណដែលរងការរឹបអូសដីធ្លីបើអ្នកមានវិញមិនបាញ់និយាយទេមនុស្សដែលស្និទ្ធនឹងគណៈបកប្រជាជនកម្ពុជាហើយជាពិសេសខ្មែរយើងនៅក្រៅប្រទេសដើរសួរតើមានខ្មែរយើងដែលជាអនិកជនខ្មែរនៅក្រៅប្រទេសបាត់បង់ដីធ្លីប្រមាណទៅឲ្យមន្ត្រីនៅក្នុងគណៈបកប្រជាជនកម្ពុជាដែលរឹបអូសរាប់លានហើយតែរាប់លានដុល្លារទៀតផងប៉ុន្តែក៏អត់និយាយទេព្រោះវាហាស្លាក់ទៅវាខ្ជាក់ស្លែងគ្រប់ត្របកនេះតាំងពីអើយមកចុងក្រោយទៅយកដីអស់ដីនៅពេញក៏មាននៅកំពង់សោមនៅទូដែននៅអីគឺថានិយាយទៅមកពីខ្មែរនៅក្រៅប្រទេសហ្នឹងប្រាក់គាត់ច្រើនដែរក៏មិនធឹងដែរតែទិញដីច្រើនទៅហើយមិនបានមើលការខុសត្រូវអស់ទៅប៉ះចំអាដីនៅក្នុងក្បែរអ្នកធំហ្នឹងគេវាយប្លង់យកអស់ទៅយើងទៅធ្វើស្អីគេនៅពេលដីតែចាប់ផ្ដើមឡើង1ហិកតាឡើងដល់1លានដុល្លារអីហ្នឹងហើយអាហ្នឹងទៅសុំភ្លើងយកអញគេយកទៅទេហើយខ្វះទេរឿងច្រើនណាស់ពេលខ្លះគាត់មកនិយាយប្រាប់ខ្ញុំពីការសឹកសួលអួលណែនអរ៉ាហាស្លាក់ខ្ជាក់ស្លែងអីហ្នឹងមិនហ៊ាននិយាយនៅអញ្ចឹងទៅពំតំណាពំលេបគ្រោះអញ្ចឹងទៅអាហ្នឹងពីលស៊ីពីលហ្នឹងវាអញ្ចឹងប៉ុន្តែគាត់មិនមែនពីលទេអ្នកនៅក្រៅជួនកាលស្រឡាញ់គ្រប់ត្រគណៈបកប្រជាជនក្នុងន័យកាងការពារប្រយោជន៍ទ្រព្យគាត់មិនមែនស្រឡាញ់ជាតិទេប៉ុន្តែចុងក្រោយអាទ្រព្យក៏អស់អាជាតិក៏អត់បានគឺតន្សាយក៏រួចទៅរស់ក៏រួចអានេះហើយដែលជាវិបត្តិធ្ងន់ធ្ងរអញ្ចឹងហើយបានខ្ញុំចង់មួយថ្ងៃខ្ញុំនិយាយ10ដងខ្ញុំចង់ឲ្យយើងមានការផ្សះផ្សាជាតិកាយសិទ្ធិមនុស្សនិងប្រជាធិបតេយ្យហើយកុំបាច់ទៅពឹងបរទេសណាមកជួយខ្មែរគ្មានអ្នកណាជួយខ្មែរប្រសើរជាងខ្មែរទេប៉ុន្តែសួរទៅវិញថាខ្មែរនៅស្រុកក្រៅប្រមាណអ្នកចង់ទៅរកស៊ីនៅស្រុកខ្មែរនេះបងប្អូនយកអនិកជនខ្មែរនៅអាមេរិកកាណាដាបារាំងស្វីសអូស្ត្រាលីឬក៏ប្រទេសផ្សេងទៀតដែលមានខ្មែររស់នៅប្រមាណជា1លាននាក់យកអាធនធានលុយកាក់ដែលគាត់សន្សំបានឬរកបានទៅជួយវិនិយោគនៅស្រុកខ្មែរស្រុកខ្មែរអត់ចាំបាច់ទៅវិនិយោគស្រុកណាទេព្រោះអីប្រជាពលរដ្ឋខ្មែរច្រើនណាស់លុយសន្ធឹកណាស់នៅក្រៅនេះដើម្បីជាទាំងគំនិតទាំងបញ្ញាទាំងធនធានយកទៅវិនិយោគនៅស្រុកខ្មែរស្រុកខ្មែរយើងខ្លាយទៅជាឋានសួគ៌ហើយតែខ្មែរគ្នាឯងអត់ចាំបាច់ទៅពឹងបរទេសណាទេប៉ុន្តែសួរមើលមានខ្មែរប្រមាណអ្នកចង់ទៅរកស៊ីនៅស្រុកយើងបើចង់ចូលទៅស្រុកខ្មែរតើតែចូលគណៈបកប្រជាជនកម្ពុជាតើតែឃោសនាឲ្យគេតើតែកាន់ជើងគណៈបកប្រជាជនកម្ពុជាបើហ៊ានតែទៅរកស៊ីទៅរករឿងគណៈបកប្រជាជនកម្ពុជាឬក៏រដ្ឋាភិបាលគឺខ្ទេចខ្ទីអស់ហើយគេរករឿងងាប់ហើយមិនចូលគេមិនចោះទៀតហើយសូម្បីតែថ្នមគេខំប្រឹងប្រឡំប្រឡំជាមន្ត្រីសកម្មជនរបស់គណៈបកកណ្ដាលអំណាចហ្នឹងក៏អត់រួចខ្លួនទៀតទន្សាយក៏រួចទៅរស់ក៏រួចទៅយកដីអស់ទៀតក៏មានដែរមានរឿងច្រើនណាស់ហើយខ្ញុំអត់ចង់បាច់ប្រាប់វែងឆ្ងាយអីទេគាត់ថារឿងនេះគឺវាកាត់ឡើងហើយចឹងបានយើងចង់ឲ្យកែប្រព័ន្ធដឹកនាំរដ្ឋហ្នឹងឲ្យវាមានប្រជាធិបតេយ្យហើយកុំឲ្យមានបកនិយមពេកយើងបកអីបកទៅក៏ឲ្យមានប្រថាកន្លែងកណ្ដាលឲ្យច្រើនហើយដើម្បីស្ដារឲ្យកណ្ដាលឲ្យច្រើនហ្នឹងនយោបាយកុំឲ្យស្វគ្រូអញ្ចឹងពេកកុំលួចមួយវាយមួយកុំកំតិចគេកុំអីហើយស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យទៅហើយឲ្យមានការបោះឆ្នោតមួយដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ដោះលែងសកម្មជននយោបាយឲ្យអស់ជាពិសេសគឺដោះលែងលោកកម្មសខានេះនឹងសងមួយថ្ងៃទៀតខ្ញុំកំពុងត្រៀមក្បាលកោសក់នេះ25ដោយសារតែ5ថ្ងៃទៀតទេបងប្អូនគឺសាលាធរនឹងចេញសារដីកាតាក់ទងសំណុំរឿងលោកកម្មសខាដែលខ្ញុំគិតថា 100% សាលាធរនេះនឹងសម្រេចដូចគ្នានឹងតុលាការជាន់ទាបរឿងលោកកម្មសខាគឺមិនអាចដោះលែងកើតទេ
ហេតុអីបានជាមិនអាចដោះលែងបានបងប្អូនខ្ញុំណាបនសនមួយថ្ងៃ10ដងចង់ឲ្យតែលោកកឹមសុខាមានសេរីភាពបានទៅបំពេញជីវភាពជាអ្នកនយោបាយវិញព្រោះគាត់គឺជាបុគ្គលគំរូណាស់នៅក្នុងសហគមន៍គាត់ជាបុគ្គលឆ្នើមដែលតកតងនឹងសិទ្ធិមនុស្សប្រជាធិបតេយ្យដែលគីឡូធ្ងន់ណាដោយលោកសំរងស៊ីដោយអីនេះគឺសុទ្ធតែជាគីឡូធ្ងន់ណាស់តកតងនៅក្នុងនយោបាយប្រជាពលរដ្ឋទុកចិត្តបញ្យលសិទ្ធិមនុស្សប្រជាធិបតេយ្យតស៊ូនឹងយូរហើយមិនអាចទៅជាប់គុកខាតបង់ធនធានមនុស្សច្រើនយកលោកកឹមសុខាដាក់ពន្ធនាគារនៅក្នុងផ្ទះអីហ្នឹងក៏ដោយឲ្យផ្ដំទាទោសគាត់ហ្នឹងគឺជាតិយើងខាតណាស់ទីមួយគឺខាតការទូតបងប្អូនឃើញទេពេលដែលលោកកឹមសុខាជាប់ពន្ធនាគារមុននឹងឡើងសវនាការមន្ត្រីទូតគ្រប់ទូតបារាំងកាណាដាអូស្ត្រាលីទូតអាមេរិកគឺចូលទៅគឺសឹកជាដើដើម្បីគេចង់ប្រាប់ថាគេគ្រប់គ្រងឲ្យដោះលែងយើងអត់ស្ដាប់យើងអត់ដោះលែងឃើញតំណាក់តំណងទូតគឺគេស្អប់យើងមានការអីគេអត់ជួយយើងទេគឺគេថាយើងក៏ក្រិចស្មោកគ្រោកឃើញតែឆ្លោះគ្នាជាមួយថៃអត់មានទូតណាមួយថ្កោលទោសថៃទេគឺគេនៅខាងថៃខាងគេមិននៅខាងថៃគឺគេមិននៅខាងយើងអ្នកនិយាយចេះដល់គេអត់នៅខាងយើងទៅវាយអីឈ្នះគេការទូតក៏យើងចាញ់សង្គ្រាមក៏យើងចាញ់ស្អីក៏យើងចាញ់ឥឡូវដីហ្នឹងតើបានវិញអត់ឃើញយើងឃើញទុកដល់ជាតិទេដោយសារអីដោយសាររឿងក្រាញអំណាចនយោបាយក្រុមបកពួករបស់ខ្លួនសុកចិត្តរឿងស្អីដែលត្រឹមត្រូវក៏យើងមិនធ្វើដោះលែងលោកកឹមសុខាហើយឥឡូវចូលក្បាលកពើទៀត9ឆ្នាំហើយនៅសល់តែ3ខែទៀតទេ9ឆ្នាំព្រោះដល់ខែកញ្ញាឆ្នាំ2026នេះគឺ9ឆ្នាំគត់គឺថ្ងៃ3ខែកញ្ញាឆ្នាំ2026ព្រោះចាប់លោកកឹមសុខាពីផ្ទះទាំងកណ្ដាលត្រៀតម៉ោងថ្ងៃយប់ថ្ងៃ3ឆ្លងចូលថ្ងៃយប់ថ្ងៃ3ខែកញ្ញាហ្នឹងគឺឆ្នាំ2017ហ្នឹងខ្ញុំមកដល់ហ្នឹង9ឆ្នាំហើយហ្នឹងហើយសួរថាតើយុត្តិធម៌នៅណាហើយរឿងដែលចោទប្រកាន់លោកកឹមសុខាគឺសន្តិភាពគឺក្បត់ជាតិរួមគំនិតក្បត់ជាមួយរដ្ឋាភិបាលអាមេរិកក្នុងការផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាដើម្បីយកលេសរំលាយគណៈបកសង្គ្រោះជាតិចោលតើជ្រុលក្បាលកពើយ៉ាងម៉េចដែលខ្ញុំនិយាយថាបើដោះលែងលោកកឹមសុខាឲ្យនៅក្រៅឃុំឬក៏ទម្លាក់ចោលបាត់ចោលទាំងអស់តើអ្នកណាសងគណៈបកសង្គ្រោះជាតិព្រោះយើងយករឿងគណៈករណីលោកកឹមសុខាមកជាដើមហេតុនៃការបង្កើតគណៈបកមួយដើម្បីផ្ដួលរំលំរដ្ឋាភិបាលហើយចាប់មេបកដាក់គុករំលាយគណៈបកគេចោលហ្នឹងអូចាឥឡូវបើដោះលែងលោកកឹមសុខាបានន័យថាម៉េចយើងត្រូវស្ដារឲ្យគណៈបកសង្គ្រោះជាតិឡើងវិញស្ដារតំណាងរាស្ត្រទាំង55កៅអីមកវិញស្ដារក្រុមប្រឹក្សាគុំសង្កាត់គណៈបកសង្គ្រោះជាតិទាំង2007នាក់480ប្រមាណ489ឃុំសង្កាត់ហ្នឹងមិនឲ្យគាត់មកវិញទាំងអស់ផ្ដល់ប្រាក់ខែសងការខូចខាតលក្ខនឹងឡាតើគណៈបកប្រជាជនកម្ពុជាឬរដ្ឋាភិបាលកម្ពុជាធ្វើការទេតែអត់រួចទេកាលានេះឯងដែលខ្ញុំគិតថាយើងជាពាក់យើងគេហៅថានៅមិននៅយើងយកជាប់ភ្នៅមកទ្បៀតឃ្លៀកបងប្អូនព្រោះជាប់ភ្នៅហ្នឹងវាស្អិតណាស់តែយើងយកមកជាប់ឃ្លៀកហើយជាប់ហើយដោយកៅវិជាសាស្ត្រហើយអត់នៅសំណុកក្នុងខ្លួនទេហើយយើងដើរទៅដូចអត់អីអញ្ចឹងធម្មតាប៉ុន្តែជាប់ភ្នៅហ្នឹងជាប់ឃ្លៀកហ្នឹងយើងទៅធ្វើអីកើតស្អិតក៏ស្អិតបញ្ហាក៏បញ្ហាតែយើងដឹងថាហេតុអីបានជាយកជាប់ភ្នៅហ្នឹងមកដាក់ឃ្លៀកជាប់ភ្នៅហ្នឹងវាយកទៅបិទស្អីវាបានប្រយោជន៍ស្អីផ្សេងវាអត់ត្រូវនៅក្នុងឃ្លៀកយើងទេប៉ុន្តែយើងគិតថាអត់ទេដាក់លេងសារទៅហើយដាក់សារទៅឥឡូវទៅដោះចាញ់យ៉ាងម៉េចឥឡូវអញ្ចឹងគេហៅថាអ្នកសាបព្រោះខ្យល់រមែងទទួលផលជាព្យុះសង្ឃរាហើយនេះជាអំពើបាបកម្មមួយធំណាស់នៅពេលដែលយើងរំលាយគណៈបកសង្គ្រោះជាតិហើយចាប់លោកកឹមសុខានិងមន្ត្រីគណៈបកប្រឆាំងអីផ្សេងទៀតនេះយើងគិតថាអស់ចាព្រោះបើកុំតែរំលាយគណៈបកសង្គ្រោះជាតិកុំចាប់លោកកឹមសុខាដាក់គុកកុំងើបមួយវាយមួយកុំផ្ដំទាទោសមន្ត្រីតំណាងរាជគណៈបកសង្គ្រោះជាតិដទៃទៀតឲ្យជាប់គុករាប់សិបឆ្នាំដោយទាំងលោកសំរងស៊ីគ្មានទេគណៈបកប្រជាជនកម្ពុជាដែលមកឈ្នះឆ្នោតស្អីភ្លុកទឹកភ្លុកដីគ្មានទេព្រោះអីបើមានគណៈបកប្រឆាំងនៅដែលគណៈបកប្រជាជនកម្ពុជាដែលឈ្នះដាច់ភ្លុកទឹកភ្លុកដីឯណាតាំងពីអើយមកនៅកាន់ប្រទេសនេះរាប់ឆ្នាំពេលហ៊ុនស៊ិនប៉ិចចូលមកភ្លាមហ៊ុនប៉ិចឈ្នះឆ្នោតបាត់ប្រជាពលរដ្ឋអត់មានបានផ្ដល់ក្តីសង្ឃឹមលើការដឹកនាំរបស់លោកហ៊ុនសែនប៉ុណ្ណឹងគេទៅបោះឆ្នោតឲ្យហ៊ុនស៊ិនប៉ិចឈ្នះប៉ុន្តែឡំប៉ាទៅគឺចែកជាពីរទៀតទៅយូររំលាយហ៊ុនស៊ិនប៉ិចនឹងឲ្យខ្ទេចទៅគណៈបកសង្គ្រោះជាតិគឺមានសិទ្ធិមនុស្សនិងសំរងស៊ីអីបុកចូលគ្នានឹងទៅក៏ខ្លាយជាសង្គ្រោះជាតិទៅក៏កើនឡើងស្លឹកឆ្នោតគឺបដំប្រសងគ្នាគណៈបកប្រជាជនកម្ពុជាដែលមានប្រជាប្រិយមកពីណាថយទៅរហូតតែទឹកតែរំលាយគណៈបកសង្គ្រោះជាតិហ្នឹងទៅបានឡើងមកហ្នឹងឡើងដោយសារអីយើងឡើងប្រកួតអត់មានគូប្រកួតហ្នឹងដូចយើងរាំចង្វាក់ស្លូអញ្ចឹងយើងរាំម្នាក់ឯងហ្នឹងហើយយើងចេះយកមកនៃកាំងមួយមកយកមកនៃកាំងស្អីគេដូចឃើញរូបគេរាំតាមផ្លូវមួយហ្នឹងដោយសារអត់មានគូរាំហ្នឹងគឺបង្កើតជារូបមកនៃកាំងដាក់ទៅសរងដាក់សាសពុតឬអាវអីដាក់សក់អីបន្តិចមកហើយយើងនៅចិត្តតែញូចទៅតាមពិតតែយើងតែម្នាក់ឯងសប្ងៃនេះគឺយើងធ្វើអញ្ចឹងចង្វាក់ស្លូបែបហ្នឹងយើងរាំកើតដែរតិចទៀតហប់បាច់ខ្យល់ស្លាប់ព្រោះអីយើងត្រូវការគូដើម្បីរាំស្លូពីរនាក់
ចឹងបើខ្ញុំថារឿងលោកកម្មសខាគឺជារឿងពំតណោតថយក្រោយអត់បានទេយើងនៅជាប់ផុងនៅកន្លែងហ្នឹងហើយជាប់ផុងនេះគឺជាគ្រោះថ្នាក់ដល់ជាតិយើងដោយសារអីសហគមន៍អន្តរជាតិគេកោតទោសតែយើងនៅតែក្រាញបែបហ្នឹងហើយឥឡូវឧទាហរណ៍មើលខ្ញុំនិយាយយ៉ាងខ្លីដោះលែងលោកកម្មសខាអ្នកណាសងសំណងខូចខាតព្រោះអីរឿងទាំងអស់ហ្នឹងគឺយើងយកហេតុផលដាក់លោកកម្មសខាជាប់គុកដោយសារតែវីដេអូគាត់នៅឆ្នាំ2013នៅអូស្ត្រាលីតាក់ទងពីយុទ្ធនាការទៅចោតគាត់ថាផ្ដួលរំលំរដ្ឋាភិបាលហើយជាប្រធានគណៈបកអញ្ចឹងរំលាយគណៈបកគេចោលតែម្ដងដោយសារគិតថាលោកកម្មសខាជាប្រធានគណៈបកហើយគណៈបកសង្គ្រោះជាតិដែលជាមានប្រជាពលរដ្ឋដល់តែ3លាននាក់ជា3លាននាក់អញ្ចឹងរំលាយទៅព្រោះអីជាអង្គការតាត់តាំងផ្ដួលរំលំរដ្ឋាភិបាលហើយដល់ពេលឥឡូវបើឲ្យលោកកម្មសខានៅក្រៅឃុំឬរួចខ្លួនឬក៏អត់ជាប់ទោសអីសោះតែម្ដងតើដោះស្រាយយ៉ាងម៉េចដូច្នេះគេនឹងធ្វើឲ្យគ្រប់កិច្ចបន្តដាក់លោកកម្មសខាជាប់គុកទៀតបទចោតនឹងនៅដដែលមិនមែនបានន័យថាគេមិនដឹងថាបទចោតនឹងនយោបាយផ្ដេសផ្ដាស់ទេប៉ុន្តែវាគេហៅថាជាប់ផុងនឹងយកជាប់ភ្នែកមកមានឃ្លៀកហើយគឺលាអត់បានតែប៉ុណ្្នឹងឯងហើយទៅយូរទៅឲ្យលួយឃ្លៀកអស់ទៅធ្វើម៉េចបើយើងជ្រើសរើសបែបហ្នឹងហើយអ្នកណាដែលស្លាប់ខ្លួនគឺអ្នកដែលនៅរាងកាយយើងហ្នឹងប្រជាពលរដ្ឋទាំងអស់ដែលទៅជាមួយនឹងអ្នកដែលប្រព្រឹត្តជាប់ភ្នែកទ្វារឃ្លៀកហ្នឹងនៅជាប់ផុងជាមួយជាប់ភ្នែកគេហ្នឹងទៅអាហ្នឹងធ្វើម៉េចកម្មអកុសលគឺវាអញ្ចឹងឯងព្រាត់ស្នៀតដែរប្រហែលជាគិតថាអាចដោះស្រាយបានហើយកម្មអកុសលរបស់គណៈបកប្រជាជនកម្ពុជាឬរដ្ឋាភិបាលកម្ពុជាសពថ្ងៃគឺអារឿងចង្រៃមានព្រំដែនបញ្ហាជាមួយថៃហ្នឹងហ្មងម្ដងនេះគឺជាបញ្ហាសំខាន់បំផុតដែលជាអាយុជីវិតរបស់គណៈបកប្រជាជនកម្ពុជាសន្លឹកបៀចុងក្រោយរបស់គណៈបកប្រជាជនកម្ពុជាដែលថាបើអត់មានចំនួនព្រំដែនណានៅអាចបលែមបឡំអីបានប្រើប្រព័ន្ធផ្សព្វផ្សាយឃោសនាអីហ្នឹងចេះតែទៅបិទបាំងប៉ុន្តែដល់មានចំនួនព្រំដែនហើយដីខ្មែររាប់សិបកន្លែងត្រូវបានថៃគ្រប់គ្រងទៀតគឺជាសន្លឹកបៀធៀបចោលអស់ហើយគណៈបកប្រជាជនអស់បៀលេងតែម្ដងអញ្ចឹងហើយបានជាលោកហ៊ុនសែនចាប់ផ្ដើមរើសបៀយកមកលេងធីបកញ្ចាស់កើចោលលើក3កើ4កើមកធ្វើជាអាត់កើវិញហើយចាប់ផ្ដើមចុះពង្រឹងមូលដ្ឋានបែបនេះដើម្បីស្អំចិត្តអ្នកមូលដ្ឋានប្រាប់ថាថ្នាក់លើកុំអាលអំចិត្តតូចចិត្តអីនឹងថ្នាក់លើពេកប្រឹងទៀតទៅអត់អីទេហើយប្រឹងជួយរាជផងអាការជួយរាជយកចិត្តទុកដាក់រាជហ្នឹងមិនមែនតែធ្វើពេលហ្នឹងទេលោកហ៊ុនសែនហ្នឹងថាឲ្យស្អីឆ្លោះកញ្ចក់លាងសម្អាតជំរះកាយជំរះខ្លួនអីហ្នឹងគឺជំរះយូរហើយជំរះតាំងពីកម្ពុជាអត់មានជាមជ្ឈមណ្ឌលឆបោកអនឡាញដែលខូចឈ្មោះប្រទេសកម្ពុជាលើសកលលោកឥឡូវមិនដឹងជាជំរះយ៉ាងម៉េចបានជាប្រឡាក់ភក់ឲ្យសមក់ឥឡូវមិនត្រឹមប្រឡាក់ភក់ទេគឺប្រឡាក់ប្រេងសិនទៀតបងប្អូនភក់បើគាត់យកទឹកបាញ់ទៅវាអាចទៅវានៅជាប់ប្រឡាក់ជាតិភក់នឹងដីនឹងតិចប៉ុន្តែនេះប្រេងម៉ាស៊ីនខ្មៅណាបងប្អូនអាប្រេងគេច្រាច់ចោលមកពេញខ្លួនតែម្ដងហើយតើយើងជំរះយ៉ាងដូចម្ដេចអានេះហើយខ្ញុំជឿថាលោកហ៊ុនសែនក៏ពិបាកលោកហ៊ុនម៉ាណែតក៏ពិបាកដែរហើយអញ្ចឹងទៅដើម្បីធ្វើឲ្យដោះស្រាយបញ្ហាគឺយើងចុះទៅលួងចិត្តពង្រឹងទៅកុំឲ្យប្រជាពលរដ្ឋថ្នាក់ប៉ុន្តែអានេះគឺជាការទិញពេលវេលាទេព្រោះយុទ្ធសាស្ត្រធ្វើបែបនេះគឺមិនមែនធ្វើនៅពេលនេះទេយើងកំពុងតែលំទឹកបើអញ្ចឹងចេះតែប្រឹងប្រទេសតែថាធាក់ទៅដុំលិមួកដុំអីនឹងចេះតែតោងចេះទៅខ្ញុំអាណិតពួកគាត់ដែរហើយនេះមិនមែនជារឿងដែលគេហៅថាចៃដន្យទេបងប្អូនរឿងនេះអត់មែនរឿងចៃដន្យទេណារឿងដែលកើតឡើងទាំងអស់នេះគឺជារឿងដែលមានការត្រៀមរៀបចំទុករួចជាមុនទៅហើយតែគណៈបកប្រជាជនកម្ពុជាធ្វើមិនដឹងមិនលឺមិនដឹងទេរំលាយគណៈបកសង្គ្រោះជាតិចោលដឹងហើយទាំងគេដាក់ទណ្ឌកម្មលោកហ៊ុនសែនដឹងច្បាស់ទៀតរហូតតទៅផ្កើដាក់សហគមន៍អឺរ៉ុបថាកុំថាឡើយដក 20% ដក 100%ក៏ខ្មែរអត់ងាប់ដែរគាត់ធ្លាប់និយាយទៅអត់ឈឺក្បាលអត់ប៉ះខ្មែរទេធ្លាប់ហូបក្ដួចហើយអាហ្នឹងម្ដងទៅហើយដល់ពេលក្រោយពេលអាមេរិកមានបញ្ហាអីដឹងថាបញ្ហាអឺរ៉ុបផងអាមេរិកផងចាប់ផ្ដើមរឿងទុនបន្តិចទៅដឹងទាំងអស់រឿងហ្នឹងប៉ុន្តែអត់ព្រមកែអត់ព្រមអីព្រោះអីបើកែគឺវាហាក់គេហៅថាច្រកមានតែពីរសម្រាប់គណៈបកប្រជាជនកម្ពុជាបើហ៊ានតែបធូរឲ្យមានសិទ្ធិមនុស្សនិងប្រជាធិបតេយ្យគឺគ្មានគណៈបកប្រជាជនកម្ពុជាមានតែពីរហ្នឹងឯងជាតិសាសន៍នេះនឹងបានប្រជាធិបតេយ្យបានស្ងប់បញ្ហាហើយគឺនឹងជាជាតិមានភាពថ្លៃថ្នូរមានស្អីខ្មែរជានីគ្នាវិញប៉ុន្តែគណៈបកប្រជាជនកម្ពុជានឹងរលាយខ្សលតែគាត់ចង់បានអញ្ចឹងឬក៏ចង់បានអីឲ្យប្រកាសយើងជ្រើសរើសខំប្រឹងកសាងប្រទេសនេះពីបាត់ដៃទៅទេគណៈបកប្រជាជនកម្ពុជាបកកុម្មុយនីសតាំងពីដើមទីមករាប់សិបឆ្នាំហើយរួចមកទៅអាលីងខ្សលអីអញ្ចឹងគាត់ព្រមមែនព្រោះគាត់ក៏មិនទុកចិត្តថាគណៈបកប្រឆាំងដែលឡើងកាន់អំណាចនេះនឹងអនុគ្រោះចំពោះអំពើអយុធធម៌និងអំពើផ្ដេសផ្ដាស់របស់គាត់ប្រព្រឹត្តមកលើក្រុមគណៈបកប្រឆាំងនេះដែរគាត់នៅតែភ័យអាទឹកឡើងត្រីស៊ីសមោចទឹកហោចសមោចស៊ីត្រីវាពិបាកអញ្ចឹងបងប្អូនវាអត់មានការធានាអញ្ចឹងបានថា
thì miềnហ្នឹងគឺមានតែដល់ពេលដំណាក់កាលមួយគណៈបព្វជិជនកម្ពុជាខ្លួនឯងដឹងខ្លួនថាទៅមុខលែងរួចហើយគឺមានតែបទូបថយទៅអស់គណៈបព្វជិជនក៏អស់ទៅធ្វើមិនឲ្យតែប្រជាពលរដ្ឋបានសុខទាំង18លាននាក់អាហ្នឹងបានជាតិខ្មែរបានសុខបើអត់ទេតើតែស្លាប់ខ្លួនហើយមានដឹកនាំនៅណាក៏ដូចនៅណាដែរឲ្យតែមានគំនិតរបៀបផ្ដាច់ការហ្នឹងគឺតើតែគេចាប់ទៅទាញទម្លាក់មកដោយកាដាហ្វីដោយសាដាមហ៊ូសេនដោយនៅស្អីគេវេណេស៊ុយឡាដោយលោកស្អីតែគេទៅចាប់មកញូវយ៉កអីនេះផ្សេងទៀតតែអញ្ចឹងទេគឺតតែដំណាក់កាលចុងក្រោយគឺរឿងពាក្យថាតែពាក្យថាចោះចាញ់ហ្នឹងគឺដូចជាអត់ឬក៏ទទួលខុសកំហុសអីហ្នឹងគឺអត់ចឹងមកគឺត្រូវតាវាអកុសលអញ្ចឹងបងប្អូនតែណាហើយឥឡូវរឿងវាទៅដល់ពេលហ្នឹងហើយតើគាត់ស្អំចិត្តប្រជាប្រដ្ឋបានប៉ុណ្ណាយើងនឹងចាំមើលតទៅទៀតហើយជំហរនេះខ្ញុំជឿថាជាវិញ្ញាសាដ៏ពិបាកបំផុតរឿងព្រំដែនថៃនេះណាកើតឡើងមកនេះគឺជាការដាក់បន្ទុកធ្ងន់ដូចភ្នំព្រះសម័យទៅលើគណៈបព្វប្រជាជនកម្ពុជាព្រោះធ្លាប់ប្រាប់ថាខ្លួនខែងរែងខ្លួនអង្គអាចខ្លួនក្លាហានខ្លួនមិនចោះញោមបរទេសខ្លួនងើបមួយវាយមួយជាមួយខ្មែរយើងបង្រៀបខ្ទេចខ្ទីអស់ហើយគឺយើងឈ្នះយុទ្ធសាស្ត្រសង្គ្រាមនឹងគឺថាវាឆ្អិនឆ្អៅមុននឹងវាយថៃនឹងយើងទៅអួតពីរឿងប្រាសាទតាមាន់ធំនឹងយើងវាយតែប៉ុណ្ណេះម៉ោងគេនេះលោកហ៊ុនម៉ាណែតនឹងធ្លាប់ប្រើថាកុំថាឡើយយើងមានស្បែកជើងផ្ទាត់អត់មានអាវក្រោះបាញ់តែចំពីមកស៊ូក៏គេខ្វាក់ភ្នែកដែរឈ្នះសង្គ្រាមដែរលាក់នឹងលាក់យើងនឹងមានសំណាញ់មេឃស្អីនឹងចូលមកមិនចោះដល់តែពេលគេវាយមកប្រាំគឺយើងរត់ប្រះយកអស់ទឹកដីយើងមកកណោត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ថៃអានេះគឺជាការធ្វើបាបផ្លូវចិត្តរបស់គណៈបកប្រជាជនកម្ពុជាមែនតើនិយាយទៅជារឿងអកុសលទេបើយើងមើលណាព្រោះគណៈបកប្រឆាំងអត់បានធ្វើអីសោះគណៈបកប្រឆាំងអត់បានរួមចំណែកធ្វើឲ្យរដ្ឋាភិបាលនេះធ្លាក់ដល់កម្រិតនេះទេអត់សោះព្រោះរដ្ឋាភិបាលគណៈបកប្រឆាំងគឺជាក្រុមជនរងគ្រោះចាំមើលដុតធូបបន់មួយថ្ងៃ10ដងឲ្យតែគណៈបកប្រជាជនលលាយខ្សលទេហើយដល់ពេលមានការអីមើលរឿងគណៈបកប្រឆាំងដែលជាជនរងគ្រោះហ្នឹងថាអត់ព្រមជួយបន់ស្រន់ឲ្យគណៈបកប្រជាជនកម្ពុជាអាចមានព្រៀបលើថៃវិញគណៈបកប្រឆាំងនេះស្រឡាញ់ជាតិណាស់ចង់តែវាយប្រហារថៃដែរប៉ុន្តែដល់ឃើញឱកាសមាសបែបនេះហើយឃើញគណៈបកប្រជាជនកំពុងលងទឹកហើយណាហើយឲ្យឆ្លក់ទឹកប្រកាច់ប្រកិនអញ្ចឹងទៅព្រោះអីធ្លាប់គេឆ្លោះទឹកមិនត្រឹមតែមិនបោះពងឲ្យគេទេគឺយកជើងធាក់ក្បាលគេឲ្យលិចទឹកទៀតមកយកឲ្យទៅបាត់គេមកយកដល់ពេលខ្លួនឯងវិញអានេះជាឱកាសសងសឹកដែរអញ្ចឹងបានថាខ្មែរយើងអាពាក្យទឹកឡើងត្រីស៊ីសមុទ្រទឹកហោចសមុទ្រស៊ីត្រីហ្នឹងគឺបង្កើតដោយអ្នកគ្រប់គ្រងរដ្ឋហ្នឹងមកហើយដល់ពេលហើយចាប់ផ្ដើមមករករឿងទេតែហេតុអីអត់ជួយគ្នាសោះចឹងពេលកំពុងលងទឹកអាប្រមកជួយគ្នាមកបែរទៅជាសេកស្ដីឲ្យឬក៏ទាញពងកវត្តចេញឬក៏អីជួយអាទឹកកំពុងឲ្យឆ្លក់ខកនឹងហើយហ្នឹងគឺជួយធ្វើឲ្យទឹករលកដើម្បីឲ្យលិចទៅបាតដីបាត់ទឹកហ្នឹងឲ្យឆាប់ទៀតហ្នឹងចោតខាងគណៈបកប្រឆាំងអញ្ចឹងថាអត់ព្រមជួយប៉ុន្តែពេលគ្នាលងទឹកធាក់ក្បាលគ្នាឲ្យលិចក្នុងទឹកដែរអញ្ចឹងដែរអត់ឲ្យពងឲ្យទាញពងទាញអីយកមកឲ្យគ្នាលិចឲ្យងាប់ហ្មងទៅអាហ្នឹងវាកម្មពីអញ្ចឹងបងប្អូនវាពិបាកដែរអញ្ចឹងទៅបន្ទោសអ្នកណាទេខ្ញុំប៉ុន្តែខ្ញុំអត់បន្ទោសជនរងគ្រោះគាត់ថាសូមឲ្យបងប្អូនខាងគណៈបកប្រឆាំងសម្រួលយុទ្ធសាស្ត្រឲ្យយើងខ្លាំងតិចតទៅរឿងជួយកោតទោសថៃឲ្យច្រើនជាងនឹងដែរតែខ្ញុំឃើញគាត់ខំប្រឹងដែររឿងកោតទោសថៃក៏ប៉ុន្តែគាត់មិនភ្លេចរឿងវាយគណៈបកប្រជាជនកម្ពុជាដែលជាជនដៃដល់ដែលធ្វើឲ្យគាត់ខ្លាចជាជនរងគ្រោះហើយអត់ព្រមសារភាពទោសកំហុសឬក៏ជួសជុលសំណងអីនៅតែធ្វើទុកបុកម្នេញពួកក្រុមប្រឆាំងរហូតណាអាហ្នឹងក៏ជាកម្មពីរបស់គណៈបកប្រជាជនកម្ពុជាដែរអំពើបាបប្រព្រឹត្តហើយអត់ព្រមលាងបាបហើយចាប់ផ្ដើមមករករឿងជនរងគ្រោះតាមព្រមអរគុណឬក៏ជួយមើលជនប្រព្រឹត្តអ្នកដែលរំលោភហ្នឹងជួយសរសើរជួយអីការងារល្អអីខ្លះបាទដូចខ្ញុំនិយាយចឹងពួកខាងក្រុមជនរងគ្រោះឲ្យតែអ្នកប្រព្រឹត្តហ្នឹងអន្តរធានឆាប់ទេ